ការវាប្រហារផ្លូវអាកាសនៅខេត្តអាន់បាប្រទេសអ៊ីរ៉ាក់សម្រាប់ទាហាន7នាក់និងរបួស13នាក់បាក់ដាដក្រសួងការពារជាតិនិងប្រភពសន្តិសុខអ៊ីរ៉ាក់បានប្រកាសនៅថ្ងៃពុធនេះថាទាហានអ៊ីរ៉ាក់យ៉ាងហោចណាស់7នាក់ត្រូវបានសម្លាប់និង13នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាប្រហារតាមផ្លូវអាកាសមួយទៅលើទីតាំងកងកម្លាំងចលនាប្រជាជនស៊ីអ៊ីត PMF នៅជិតមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាក្នុងខេត្តអាន់បាភាគខាងលិចប្រទេសនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រសួងបានបញ្ជាក់ថាការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល9ព្រឹកម៉ោងក្នុងតំបន់ដែលបានវាយប្រហារចំគ្លីនិកយោធានិងអង្គភាពវិស្វកម្មដែលនៅក្បែរនោះបច្ចុប្បន្នក្រុមសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះបន្ថែមទៀតនៅក្នុងគំនរបាក់បែកក្រសួងការពារជាតិអ៊ីរ៉ាក់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះដែលចាត់ទុកថាជាការរំលោភបំពានយ៉ាងគ្រឹះគ្លៀននិងធ្ងន់ធ្ងរបំផុតលើច្បាប់និងបទទំនៀមអន្តរជាតិដែលហាមឃាត់ដាច់ខាតការវាយប្រហារលើមន្ទីរពេទ្យនិងបុគ្គលិកពេទ្យក្រសួងបានហៅទង្វើនេះថាជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់និងទាមទារឲ្យអ្នកនៅពីក្រោយការវាយប្រហារនេះត្រូវតែទទួលខុសត្រូវជាង